នេះគឺជា smartphone កម្ពុជារបស់ Alcatel មួយហើយមើលទៅការ design របស់គេឡើងទំនើបស័ក្តិសមជាមួយនឹងការប្រើប្រាស់របស់យើងដែលត្រូវការស៊ីវិល័យនិងអស្ចារ្យមែនទែនអេក្រង់របស់គេក៏ធំដែរហើយវាភ្ជាប់មកជាមួយនឹងមុខងារ AI ជាច្រើននិយាយឲ្យខ្លីទៅ AI អ្វីក៏វាមានដែរនៅក្នុងនេះគេដាក់មកស្រាប់សម្រាប់យើងប្រើប្រាស់ពេញមួយថ្ងៃបានល្អមែនទែនហើយវាមានអេក្រង់រហូតដល់ទៅ2មិនងាយរកបានទេចំពោះទូរស័ព្ទតម្លៃប៉ុណ្នេះហើយអេក្រង់រហូតដល់ទៅ2 RAM ក៏ធំដែររហូតដល់ 16GB storage 128GB អញ្ចឹងគឺប្រើប្រាស់បានរលូនហើយការងារស៊ីផុយតែម្ដងនេះពិសេសគេមាន AI ក្នុងការបញ្ជាឲ្យទូរស័ព្ទថតរូបគ្រាន់តែប្រើកាយវិការប៉ុណ្ណឹងអញ្ចឹងអេមែនតើអេក្រង់របស់គេ 7.2 អ៊ីងធំលើសពីទូរស័ព្ទធម្មតាហើយកាមេរ៉ាខាងមុខគេរហូតដល់8 megapixel ផងដែរអែមតែម្ដងហើយកាមេរ៉ារបស់គេ64 megapixel អេក្រង់ក្រោយរបស់គេ 1.81 អ៊ីងហើយយើងអាចប្រើប្រាស់វាក្នុងការថតរូបក៏បានក្នុងការមើលម៉ោងក៏បានពិសេសគឺ AI ថតរូបដោយខ្លួនឯងអេមែនតើប្លង់ដែលវាផលិតចេញមកក៏អែមមើលទៅស្អាតស្រស់និយាយចំទៅតម្លៃប៉ុណ្នេះទូរស័ព្ទប៉ុណ្នេះគឺមិនងាយរកបាននោះទេក្រៅពីអាមួយនេះហើយរបស់នៅក្នុងប្រអប់គេមានដូចដើមគឺ full box set តែម្ដងយើងមិនបាច់ចាំហត់ទៅរកទិញក្រៅនោះទេអែមែនតើអរគុណ Alcatel ដែលធ្វើទូរស័ព្ទមកតាក់ទាញចិត្តអតិថិជនបានច្រើនដោយសារគេសំអាងទៅលើការធ្វើការច្រើនហើយរូបរាងល្អប្រណិតនិយាយទៅគេព្យាយាមធ្វើមិនឲ្យបានកប់គ្រប់ទាំងអស់តែម្ដងពេលនេះមានលក់នៅសារិកាហើយតម្លៃរបស់វាវិញ$129ហើយពិសេសគឺវាមកជាមួយនឹងថ្មធំទៀតរហូតដល់ 6000 mAh ម៉ោងប្រើប្រាស់មួយថ្ងៃដោយមិនភ័យព្រួយក្នុងការអស់ថ្មទេហើយវាក៏ support ជាមួយនឹងការសាកអត់ខ្សែដែរគឺយើងអាចសាកបានដោយល្បឿនលឿនទៀតផង Wi-Fi Bluetooth GPS គេដាក់នៅក្នុងនេះស្រេចហើយអញ្ចឹងបើលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងទៅកាន់សារិកាកម្ពុជាឬក៏ទៅតេស្តផ្ទាល់ដល់ហាងក៏បានដែរយើងស្វាគមន៍ជានិច្ចសូមអរគុណសូមជម្រាបលា